បាទសួស្តីបងប្អូនថ្ងៃនេះចេញដើរពេលល្ងាចផ្លេតបងប្អូនបាន2នេះបងប្អូនស្គាល់ទេបងប្អូនបាទប្រភេទពស់2នេះតើបងប្អូនស្គាល់វាដែរឬទេនេះបងប្អូននេះអានេះប្រភេទពស់ព្រៃបងប្អូនបាទហើយអានេះស្មានសោមបងប្អូនប្រភេទពស់ដែលពូកែសំដែងណាបងប្អូនតំបន់ចាប់បានចេះសំដែងតំបន់ណាវាធ្វើងាប់បងប្អូនវាដឹងថាវាងាប់តែអត់ទេវាចូលចិត្តសំដែងដូចមនុស្សអញ្ចឹងដែរណាបងប្អូនវាមានពុតរបស់វាបាទនេះអត់ចេះសំដែងទេបងប្អូនតើជុំមួយបងប្អូនដេញអូយបងប្អូននេះតើវ៉ាចាប់បងប្អូនចូលចាប់ជាប់ភ្លាមងាប់ភ្លាមបងប្អូនចាប់ជាប់ភ្លាមងាប់ភ្លាមហ្មងបងប្អូនអើយនេះចូលពូអីចឹងបងប្អូនអត់តាមបានវាយវាផងអត់តាមបានវាយវាផងងាប់បាត់ហើយបងប្អូនមើលនេះបងប្អូនឃើញមិញវាបញ្ចេញអំណាចខ្លាំងឥឡូវវាធ្វើងាប់បកាយធ្វើពុតណាបកាយសំដែងមើលបងប្អូនមើលសំដែងសុបហ្មងនេះងាប់បាត់ងាប់បាត់ហើយបងប្អូនអើយមូលកបាត់ហើយតោះបានវាយផងមូលកបាត់ហើយឥឡូវយើងកំអាល់ធ្វើវាចាំមើលមកសន្ទុះទៀតវាយ៉ាងម៉េចបងប្អូនវាងាប់បាត់ហើយដឹងក៏មិនបងប្អូនចាំមើលជីតន់ងាប់ណានៅបកាច់អស់ហើយយ៉ាដូចអាលាខ្លួនបងប្អូនអាលាខ្លួនឥឡូវចាំមើលវាធ្វើម៉េចបាទចាំមើលវាធ្វើម៉េចទៀតពូនេះចេះសំដែងដូចមនុស្សឥឡូវយើងក៏អាមាត់ស្ងៀមយ៉ាបងប្អូនយ៉ាចេញរឹកមិញងាប់ហើយលើរស់វិញដេញអូចេញណាស់បងប្អូនយូដេញយើងមើលខ្លាចយើងបងប្អូនដេញយើងទៅបងប្អូនទៅទៀតជួបមួយបងប្អូនជួបមួយណាដល់ណាអត់នេះយកពូនបងប្អូនដល់ណាអត់តិចណាអត់បងប្អូនណាអត់អូអានេះពូនអត់មានលឺសម្រាប់ទេបងប្អូនឃ្លៀដល់នេះអត់វ៉ាវបងប្អូននេះងាប់បាត់ទៀតបងប្អូនប្រភេទនេះគេហៅពស់ស្មានសោបងប្អូនបាទហើយគឺវាងាប់បាត់ទៀតបងប្អូនកែធ្វើពុតណាពស់នេះក៏ពិបាករកដែរបងប្អូនដោយសារតែនៅតំបន់យើងសម្បូរពស់សាំងសឿពស់អីចឹងណាពស់នេះវាជាទូទៅគឺវារស់នៅសង្ងំតាមព្រៃរបស់តិចបាទឥឡូវមកជួបហើយមកលួចចាប់កែបចាប់កដោបនៅវាស្មៅបងប្អូនឥឡូវនេះវាមិនដឹងថាវាងាប់មែនទេឬវាងាប់ធ្វើលេងបងប្អូនតែដូចជាអត់មានកម្រើសោះបាទដូចអត់មានកម្រើសបងប្អូនអើយនិយាយកម្រើតិចបងប្អូននិយាយអត់ទេមើលវាស្លាប់ឬមិនបងប្អូនឥឡូវចាំមើលសកម្មភាពបន្តទៀតយ៉ាងម៉េចបាទបងប្អូននៅតំបន់ស្រុកស្រែ
មានពស់ជាច្រើនដំបូលពស់ជាច្រើនដែលយើងបានស្គាល់ខ្លះហើយក៏ពស់ដំបូលខ្លះក៏យើងអាចបានស្គាល់វាអញ្ចឹងណាបងប្អូនបាទហើយដូចជាថ្ងៃនេះខ្ញុំចេញប្រមាញ់ពស់នេះបានជួបប្រភេទពស់នេះមួយហើយបាទវាចេញមកចាប់ពូនកែបបាទឥឡូវតែយើងបានជួបវាបងប្អូនជំរឿវាធ្វើយ៉ាងម៉េចទៀតបាទវាងាប់បាត់ហើយបងប្អូនឬមិនចាលាក្បាលអូយោយកប្រកាច់បងប្អូនឥឡូវយើងថយក្រោយឲ្យឆ្ងាយបងប្អូនឲ្យឆ្ងាយវាតិចមកយ៉ាងម៉េចដូចជាតន់ងាប់ទេបងប្អូនចាសូមឲ្យបងប្អូនមកចិត្តតន់ងាប់ដែរបងប្អូនវ៉ាវយកចេញរឹកវាមកយូដេញទៀតលោវ៉ាវអានេះអំណាចបងប្អូនធំដែរហ្នឹងមិនតូចពេលវាចេញរឹកនៅនេះវ៉ាអស់តោះមកបងប្អូនអូអានេះវាកំពុងតែកម្លាចយើងបងប្អូនពេលដែលវាកម្លាចយើងយើងអត់ខ្លាចវាចេះសំដែងធ្វើងាប់បាទនេះមើលចេញរឹកអំណាចខ្លាំងបងប្អូនណាហ៊ានចាប់វាបងប្អូននេះដល់ដេញយើងលោដេញអត់ហ្នឹងអូដេញមកលោដេញអត់ហៅមកបងប្អូនអូអំណាចគេតវ៉ាន់ណាដេញណាអូវាមានខ្លាចយើងបងប្អូនបាទចាំមើលពេលដែលយើងចាប់វាបានណាដឹងថាវាមិនអាចតតាំងរបស់យើងបានណាវានឹងធ្វើងាប់លោអូរត់អត់មានលឺសម្រាប់ទេបងប្អូនអើយទៅបាទទៅនឹងចាប់វាជាប់បងប្អូនយ៉ានៅសំដៅរឹកងាប់បាត់ទេបងប្អូនអើយមើលទៅងាប់បាត់មែននេះងាប់បាត់អាផ្លែបងប្អូនអានេះវាចេះសំដែងដូចមនុស្សដែរបងប្អូនមើលទៅមនុស្សវាសំដែងអានេះវាសំដែងដែរដើរពេលល្ងាចអាផ្លែបងប្អូនបាន2នេះបងប្អូនស្គាល់ទេបងប្អូនបាទប្រភេទពស់2នេះតើបងប្អូនស្គាល់វាដែរឬទេនេះបងប្អូននេះអានេះប្រភេទពស់ព្រៃបងប្អូនបាទហើយអានេះស្មានសោមបងប្អូនប្រភេទពស់ដែលពូកែសំដែងណាបងប្អូនតំងចាប់បានចេះសំដែងតំងណាវាធ្វើងាប់បងប្អូនវាអត់ដឹងថាវាងាប់តែអត់ទេវាចូលចិត្តសំដែងដូចមនុស្សអញ្ចឹងដែរណាបងប្អូនវាមានពុតរបស់វាបាទអានេះអត់ចេះសំដែងទេហើយល្ងាចនេះងាត់ឡើងនៅក្បែរនេះភ្លឺសែតាមសំណាបតាមអីដែលទៅបដោះបងប្អូនវាមកលួចចាប់កែបចាប់អេស៊ីអញ្ចឹងណាបងប្អូនអាសត្វនេះវាចេញពេលល្ងាចបងប្អូនបាទឥឡូវយើងបាន2ហើយបងប្អូនបាទ